รียมខ្លួនឲ្យហើយព្រោះថ្ងៃនេះយើងនឹងចូលទៅក្នុងពិភពមួយដែលអ្នកប្រយុទ្ធមិនមែនជាមនុស្សធម្មតាទេសង្វៀនមានទំហំយក្សកណ្ដាប់ដៃមួយអាចធ្វើឲ្យដេរញ្ជួយហើយការប្រកួតនេះមួយអាចសម្រេចអនាគតរបស់ទីក្រុងមួយតែមួយបានសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូវិញម្ដងទៀតថ្ងៃនេះយើងនឹងសង្ខេបរឿងភាពយន្តគំនូរជីវចលបែបកីឡានិងកំប្លែងដែលមានចំណងជើងថា Rumble ដែលបានចេញផ្សាយនៅឆ្នាំ2021រឿងនេះពោរពេញទៅដោយសត្វយក្សការប្រកួតចំបាប់ដ៏អស្ចារ្យឈុតកំប្លែងអារម្មណ៍រំភើបនិងសារអំពីមរតកការជឿជាក់លើខ្លួនឯងនិងការស្វែងរកផ្លូវផ្ទាល់ខ្លួនជំនួសឲ្យការរស់នៅក្រោមស្រមោលរបស់អ្នកដទៃអញ្ចឹងកុំចាំយូរតោះចូលទៅក្នុងសាច់រឿងភ្លាមកាលពីយូរយារណាស់មកហើយសត្វយក្សធំបានលេចចេញពីជម្រៅផែនដីនិងជម្រៅមហាសមុទ្រមានទាំង Titan, Kraken និង Sub-Beside ដូច KG ជាច្រើនប្រភេទរាល់ពេលដែលពួកវាប្រយុទ្ធដេរញ្ជួយទីក្រុងយ៉ហើយមនុស្សអាចត្រឹមតែឈរមើលដោយការភ័យខ្លាចប៉ុណ្ណោះប៉ុន្តែមនុស្សមិនអនុញ្ញាតឲ្យសត្វយក្សទាំងនេះវាយគ្នាដោយបំផ្លាញពិភពលោកឡើយពួកគេបានបង្កើតកីឡាមួយដែលអនុញ្ញាតឲ្យសត្វទាំងនេះប្រើកម្លាំងកំហឹងមោទនភាពនិងស្មារតីប្រយុទ្ធរបស់ពួកវាដោយមិនបំផ្លាញទីក្រុងកីឡានោះមានឈ្មោះថា Monster Wrestling ដំបូងកីឡានេះធ្វើឡើងក្នុងសង្វៀនបុរាណប៉ុន្តែក្រោយមកវាបានក្លាយជាកីឡាកម្សាន្តដ៏ល្បីល្បាញទូទាំងពិភពលោកសង្វៀនធំត្រូវបានសាងសង់អ្នកគាំទ្រមកពេញកៅអីអ្នកអត្ថាធិប្បាយស្រែកបញ្ចេញសំឡេងហើយសពប្រយុទ្ធនេះមួយក្លាយជាតារាល្បីនិងវីរបុរសរបស់ទីក្រុងរបស់ខ្លួនទីក្រុងមួយដែលស្រឡាញ់ Monster Wrestling ខ្លាំងជាងគេគឺ Stockton ឬហៅកាត់ថា Stoker ទីក្រុងនេះធ្លាប់ជាផ្ទះរបស់អ្នកចំបាប់យក្សដ៏ល្បីបំផុតម្នាក់ឈ្មោះ Ray Burnserគាត់ជាសត្វយក្សពណ៌ក្រហមដែលមានកម្លាំងមហិមានិងស្មារតីមិនចេះចាញ់នៅក្បែរគាត់មានគ្រូបង្វឹកឈ្មោះ Jimbo Coyle ដែលជាគ្រូបង្វឹកដ៏ឆ្លាតវៃ Rayburn Senior និង Jimbo បាននាំឲ្យ Stoker ក្លាយជាទីក្រុងដ៏ល្បីពួកគេឈ្នះជើងឯកជាប់គ្នារយៈពេល9ឆ្នាំប៉ុន្តែថ្ងៃមួយពេលពួកគេធ្វើដំណើរតាមសមុទ្រទៅប្រកួតពួកគេបានបាត់ខ្លួនដោយអាថ៌កំបាំងពិភពលោកបាត់បង់វីរបុរស Stoker បាត់បង់កិត្តិយសហើយកូនស្រីរបស់ Jimbo គឺ Winnie Coyle បាត់បង់ឪពុករបស់នាងចាប់តាំងពីថ្ងៃនោះ Stoker មិនដូចមុនទៀតឡើយសង្វៀននៅតែមានប៉ុន្តែភាពរីករាយបានបាត់បង់ជាច្រើនឆ្នាំក្រោយមក Stoker ទទួលបានក្តីសង្ឃឹមថ្មីអ្នកចម្បាប់យក្សឈ្មោះ Tentacular បានមកតំណាងឲ្យទីក្រុងគាត់ជាសត្វក្បាលត្រីឆ្លាមមានដៃដូចរទេះយាវហឺនិងមានអត្តចរិតអួតខ្លាំងគ្រូបង្វឹករបស់គាត់គឺ Segi ដែលធ្លាប់រៀនពី Jimbo Coyle ប្រជាជន Stoker ចាប់ផ្ដើមជឿជាក់ម្ដងទៀតថាទីក្រុងរបស់ពួកគេអាចត្រឡប់មកល្បីវិញបានក្នុងចំណោមអ្នកគាំទ្រទាំងនោះមាន Winnie ដែលស្រឡាញ់ Monster Wrestling ខ្លាំងណាស់នាងមិនមែនត្រឹមជាអ្នកគាំទ្រទេតែនាងយល់ដឹងពីយុទ្ធសាស្ត្រចលនានិងបេះដូងនៃការប្រកួតព្រោះនាងធំឡើងជាមួយកីឡានេះមិនយូរប៉ុន្មាន Tentacular ត្រូវប្រកួតជាមួយជើងឯកពិភពលោក King Gorge ដែលជាសត្វដូចឆ្កែ Bulldog ធំហិមានិងមិនដែលចាញ់ការប្រកួតចាប់ផ្ដើមហើយ King Gorge វាយ Tentacular យ៉ាងខ្លាំងមើលទៅ Tentacular ហាក់ដូចជាចាញ់ប៉ុន្តែ Winnie សង្កេតឃើញថាមុនពេល King Gorge វាយគាត់តែងលិតច្រមុះជាមុននាងរត់ទៅប្រាប់ Tentacular ហើយ Tentacular ប្រើចំណុចខ្សោយនោះដើម្បីវាយមកនិងឈ្នះជើងឯកពិភពលោក Stoker អបអរសាទរយ៉ាងខ្លាំងប៉ុន្តែភ្លាម Tentacular បានប្រកាសថាគាត់នឹងចាក់ចេញពី Stoker ទៅរស់នៅទីក្រុងធំជាងគឺ Slaughterpool ដើម្បីរកលុយនិងកិត្តិយសកាន់តែច្រើនមនុស្សទាំងអស់ស្ងប់ស្ងាត់ Winnie ខឹងខ្លាំងណាស់ព្រោះទីក្រុងបានគាំទ្រគាត់ប៉ុន្តែគាត់បោះបង់ពួកគេចោលភ្លាមបើគ្មានអ្នកចម្បាប់ថ្មីទីក្រុងនឹងគ្មានការប្រកួតហើយគ្មានប្រាក់ថែសង្វៀនអភិបាលក្រុងប្រកាសថាបើរកអ្នកប្រយុទ្ធថ្មីមិនបានសង្វៀននឹងត្រូវលក់និងបំផ្លាញដើម្បីធ្វើជាចំណតឡានWinnie មិនព្រមឡើយចំពោះនាងសង្វៀននេះគឺជាមរតករបស់ឪពុកនាងនិង Ray Burnser យប់មួយ Winnie ទៅកាន់ទីក្រុង Pittsmore ដែលមានការប្រកួតចម្បាប់ក្រោមដីខុសច្បាប់នៅទីនោះនាងបានជួបសត្វយក្សឈ្មោះ Steve the Stupendous Steve ជាសត្វក្រហមធំមួយប៉ុន្តែគាត់ជាអ្នកចាញ់ជាប្រចាំនិងត្រូវគេចាត់ទុកថាជារឿងកំប្លែងប៉ុន្តែ Winnie រកឃើញការពិតដ៏ធំមួយ Steve គឺជា Ray Burnserកូនប្រុសរបស់ Ray Burnser Winnie ជឿថា Steve អាចជាអ្នកសង្គ្រោះ Stoker បានប៉ុន្តែក្នុងការប្រកួតមួយនាងបានធ្វើឲ្យ Steve ឈ្នះដោយចៃដន្យទោះគាត់ត្រូវបានគេបង់លុយឲ្យចាញ់ក៏ដោយម្ចាស់សង្វៀនក្រោមដីឈ្មោះ Lady Mayhem ខឹងខ្លាំងហើយទាមទារឲ្យ Steve សងលុយវិញ
វិននីស្នើឲ្យ Steve ទៅ Stoker ដើម្បីប្រកួតរកលុយដំបូង Steve មិនចង់ទៅទេព្រោះគាត់មិនចង់រស់នៅក្រោមស្រមោលឪពុករបស់គាត់ប៉ុន្តែគាត់គ្មានជម្រើសនៅ Stoker Winnie ព្យាយាមហ្វឹកហាត់ Steve ដោយ Rayburn Sir ប៉ុន្តែវាបរាជ័យទាំងស្រុង Steve មិនមានកម្លាំងនិងរបៀបប្រយុទ្ធដូចឪពុកគាត់ឡើយថ្ងៃមួយ Winnie សួរគាត់ថាគាត់ស្រឡាញ់អ្វីពិតប្រាកដ Steve ឆ្លើយថាគាត់ស្រឡាញ់ការរាំដំបូងវាស្ដាប់ទៅគួរឲ្យអស់សំណើចប៉ុន្តែពេលតន្ត្រីលេង Steve ចាប់ផ្ដើមរាំយ៉ាងល្អ Winnie ទើបយល់ថាការរាំអាចក្លាយជារបៀបប្រយុទ្ធរបស់គាត់បានចាប់ពីពេលនោះ Winnie បង្វឹក Steve ដោយប្រើចង្វាក់ salsa ជាមួយការប្រយុទ្ធ Steve រៀន kick b-ball និងផ្លាស់ទីដូចជាការរាំបន្តិចម្ដងគាត់ចាប់ផ្ដើមឈ្នះការប្រកួតហើយមនុស្ស Stoker ចាប់ផ្ដើមគាំទ្រគាត់ប៉ុន្តែក្រោយមក Winnie និង Steve រកឃើញថា Tentacular បានទិញសម្ពាន Stoker ដើម្បីបំផ្លាញវាគាត់មិនចង់ឲ្យមនុស្សនៅតែចាំ Rayburn Sir ទៀតឡើយ Winnie ខូចចិត្តខ្លាំងហើយប្រាប់ Steve ឲ្យចាក់ចេញ Steve ត្រឡប់ទៅ Pittsmore និងសុំបំណុល Lady Mehan ប៉ុន្តែពេលគាត់ឃើញរូបថតចាស់ជាមួយឪពុកគាត់បានដឹងថាគាត់មិនចាំបាច់ក្លាយជា Rayburn Sir ទេគាត់គ្រាន់តែត្រូវក្លាយជាខ្លួនឯង Steve ត្រឡប់មក Stoker វិញហើយប្រកាសថាគាត់គឺ Rayburn គាត់ប្រកួតជាមួយ Tentacular ដើម្បីសង្គ្រោះសង្វៀនការប្រកួតចុងក្រោយចាប់ផ្ដើម Tentacular ខ្លាំងនិងឆ្លាតណាស់ Steve ប្រើការរាំដើម្បីគេចការវាយប៉ុន្តែ Tentacular រៀនចង្វាក់របស់គាត់និងវាយមកយ៉ាងខ្លាំង Winnie ស្ទើរតែបោះបង់ដោយលើកទង់ប៉ុន្តែ Steve ប្រាប់នាងកុំឲ្យចុះចាញ់ Winnie ប្រាប់គាត់ឲ្យបញ្ចូលការរាំជាមួយការវាយប្រហារក្នុងជុំចុងក្រោយ Steve ចាប់ផ្ដើមវាយ Tentacular វិញ Winnie សង្កេតឃើញថា Tentacular អាចជាប់សង្វៀនដោយសារដៃរបស់គាត់នាងប្រាប់ Steve ឲ្យបោះគាត់ឲ្យជាប់បង្គោលសង្វៀន Steve ធ្វើបានសម្រេចហើយប្រើការវាយចុងក្រោយដ៏ខ្លាំងសង្វៀនទាំងមូលស្ងប់ស្ងាត់មនុស្ស Stoker ចាប់ផ្ដើមទះដៃតាមចង្វាក់ salsa Steve រៀបចង្វាក់នោះហើយចងចាំថាគាត់ជានរណាគាត់មិនមែនគ្រាន់តែជាកូនរបស់ Rayburn Sir ទេគាត់គឺ Steve គាត់គឺ Rayburn ជាមួយការគាំទ្រពី Winnie និងប្រជាជន Stoker Steve ឈ្នះ Tentacular ទីបំផុតសង្វៀនត្រូវបានសង្គ្រោះ Stoker ត្រឡប់មកមានក្តីសង្ឃឹមវិញនៅចុងបញ្ចប់រំបោមិនមែនគ្រាន់តែជារឿងអំពីសក្តិវិគ្នាទេវាជារឿងអំពីទីក្រុងមួយដែលមិនព្រមបោះបង់ក្មេងស្រីម្នាក់ដែលការពារក្តីស្រមៃរបស់ឪពុកនាងនិងកូនប្រុសម្នាក់ដែលរៀនទទួលស្គាល់ខ្លួនឯង Steve មិនក្លាយជាវីរបុរសដោយចម្លងឪពុកគាត់ទេគាត់ក្លាយជាមនុស្សអស្ចារ្យដោយធ្វើជាខ្លួនឯងអរគុណសម្រាប់ការទស្សនារឿងនេះរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តជួបគ្នាវីដេអូក្រោយទៀត